មានម្ចាស់ហាងនំប៉ាវចិត្តល្អម្នាក់ពេលគាត់ឃើញមានអ្នកសុំទានជាច្រើននៅតាមផ្លូវដោយចិត្តអាណិតរាល់ថ្ងៃមុនបិទហាងគាត់តែងយកនំប៉ាវដែលលក់មិនអស់ទៅកម្ដៅហើយចែកឲ្យពួកគេបរិភោគដោយឥតគិតថ្លៃនៅថ្ងៃដំបូងពួកគេអរគុណគាត់យ៉ាងខ្លាំងរហូតដល់ទៅលុតជង្គង់សំពះគាត់ប៉ុន្តែបន្ទាប់ពីមួយខែក្រោយមកពួកគេចាប់ផ្ដើមទម្លាប់នឹងរឿងនេះរៀងរាល់ថ្ងៃឲ្យតែដល់ម៉ោងពួកគេនឹងមកទទួលនំប៉ាវដោយគ្មានពាក្យអរគុណទៀតឡើយពេលកន្លះឆ្នាំកន្លងទៅម្សៅធ្វើនំឡើងថ្លៃអាជីវកម្មរបស់ម្ចាស់ហាងនំប៉ាវកាន់តែពិបាកពីមួយថ្ងៃទៅមួយថ្ងៃម្ចាស់ហាងមិនអាចទប់ទល់បានទៀតក៏សម្រេចកាត់បន្ថយនំប៉ាវដែលឲ្យអ្នកសុំទានពីមួយថ្ងៃពីរដុំទៅមួយថ្ងៃមួយដុំភ្លាមនោះពួកអ្នកសុំទានទាំងនោះខឹងខ្លាំងណាស់មានអ្នកសុំទានម្នាក់បានយកនំប៉ាវកំពុងក្តៅបោះទៅលើមុខម្ចាស់ហាងហើយស្រែកថាហេតុអ្វីបានជាអ្នកកាត់បន្ថយអាហាររបស់ពួកយើងក្នុងការឆ្លោះគ្នាក៏ធ្វើឲ្យនំប៉ាវទាំងអស់ធ្លាក់ចុះទៅលើដីពេលនោះម្ចាស់ហាងមានអារម្មណ៍ខកចិត្តជាខ្លាំងគាត់មិនដែលនឹកកស្មានដល់សោះថារឿងคล้ายទៅជាបែបហ្នឹងផ្ទុយទៅវិញម្ចាស់ហាងលក់សាច់នៅផ្លូវម្ខាងទៀតដែលល្បីថាកុំរិះចិត្តអាក្រក់អ្នកសុំទានណាឲ្យតែទៅចិត្តផ្ទះហាងប្រកាសជាត្រូវគាត់ដេញចេញមិនឲ្យនៅចិត្តប៉ុន្តែនៅថ្ងៃបន្ទាប់ពីមានរឿងនៅហាងនំប៉ាវដោយគាត់អារម្មណ៍ល្អគាត់ក៏បោះឆ្អើងមួយដុំដែលនៅសល់ប្រហែលថ្ងៃទៅហើយលក់មិនដាច់ឲ្យពួកអ្នកសុំទានទាំងនោះភ្លាមនោះពួកគេអរគុណ